អ្នកនាំពាក្យក្រសួងព័ត៌មានជំរុញដល់មន្ត្រីព័ត៌មានរាជធានីខេត្តត្រូវបង្កើនការផលិតផ្សព្វផ្សាយព័ត៌មានឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋមូលដ្ឋានឲ្យបានទូលំទូលាយឯកឧត្តមទេពអាសនរិទ្ធអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានជំរុញដល់មន្ត្រីព័ត៌មានរាជធានីខេត្តឲ្យបង្កើនការផលិតនិងផ្សព្វផ្សាយព័ត៌មានដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដើម្បីទប់ទល់នឹងព័ត៌មានคล้ายៗព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹងសាធារណមតិនៅក្នុងមូលដ្ឋានឲ្យបានឆាប់រហ័សនិងមានតម្លាភាពការជំរុញបែបនេះបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអ្នកនាំពាក្យដឹកនាំកិច្ចប្រជុំតម្រង់ទិសស្ដីពីការងារព័ត៌មាននិងសាធារណមតិដល់មន្ត្រីរាជការរបស់មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងដែលមានការចូលរួមពីសំណាក់ឯកឧត្តមពេញយ៉ាតអនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី3ខែសីហាឆ្នាំ2026នេះឱកាសនោះឯកឧត្តមបានបន្តថាព័ត៌មានដែលត្រូវតាមដាននិងយកចិត្តទុកដាក់ផ្សព្វផ្សាយរួមមានវិស័យកសិកម្មសុខាភិបាលបញ្ហាដីធ្លីវិស័យការងារពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈការផ្ដល់សេវាសាធារណៈនៅថ្នាក់មូលដ្ឋាននិងវិស័យវប្បធម៌ជាដើមការផ្សព្វផ្សាយត្រូវធ្វើឡើងតាមរូបភាពចម្រុះនិងសម្បូរបែបតាមរយៈកិច្ចសម្ភាសជាមួយមន្ត្រីជំនាញជុំវិញខេត្តក្នុងកម្មវិធីវិទ្យុការផ្សាយតាមបណ្ដាញព័ត៌មានផ្លូវការរបស់មន្ទីរព័ត៌មាននិងការផលិតវីដេអូខ្លីៗសម្រាប់បង្ហោះលើបណ្ដាញ Facebook Telegram និង TikTokទន្ទឹមនឹងនេះត្រូវបន្តពង្រឹងកិច្ចសហការឲ្យកាន់តែជិតស្និទ្ធជាមួយអ្នកសារព័ត៌មាននិងអ្នកបង្កើតមាតិកាក្នុងខេត្តដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរនិងសមិទ្ធផលថ្មីៗរបស់ខេត្តទៅកាន់សាធារណជនការនេះមិនត្រឹមតែជួយបង្ហាញពីភាពរីកចម្រើនប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាកាតាលីករទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកទស្សនាតំបន់រមណីយដ្ឋាននិងសហគមន៍ទេសចរមូលដ្ឋានឲ្យកាន់តែច្រើនកកថែមទៀតឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់បន្ថែមទៀតថាមន្ត្រីព័ត៌មានខេត្តត្រូវដើរតួនាទីជាស្ពានតភ្ជាប់ដ៏មានសារៈសំខាន់ក្នុងការនាំយកព័ត៌មានពិតពីមូលដ្ឋានមករាយការណ៍និងឆ្លុះបញ្ចាំងជូនថ្នាក់ជាតិព្រមទាំងផ្សព្វផ្សាយពីគោលនយោបាយនិងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបានទៅកាន់ប្រជាពលរដ្ឋវិញការផ្ដល់ព័ត៌មានបានទាន់ពេលវេលានិងប្រកបដោយលក្ខណៈបុរេសកម្មមិនត្រឹមតែជួយទប់ស្កាត់និងកាត់បន្ថយការរីករាលដាលនៃព័ត៌មានคล้ายៗប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយឲ្យអាជ្ញាធរមានសមត្ថកិច្ចអាចក្តាប់បានបញ្ហាប្រឈមនានានិងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានភ្លាមៗប្រកបដោយប្រសិទ្ធភាពខ្ពស់ជាមួយគ្នានេះមន្ត្រីព័ត៌មានក៏ត្រូវពង្រឹងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា Digital ថ្មីៗដើម្បីធានាថាព័ត៌មានផ្លូវការអាចហូរបានលឿនទូលំទូលាយនិងចំគោលដៅពិតប្រាកដឯកឧត្តមពេញយ៉ាតបានគាំទ្រយល់ស្របចំពោះការណែនាំរបស់ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានដែលបានជំរុញឲ្យមន្ត្រីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងពង្រឹងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធនៅក្នុងគោលបំណងលើកកម្ពស់ការងារផ្សព្វផ្សាយព័ត៌មានឲ្យកាន់តែសកម្មដើម្បីបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋនិងគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឲ្យទទួលបានជោគជ័យលោកឈៀងវណ្ណៈប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងព្រមទាំងមន្ត្រីរាជការក្រមអាវ៉ាតបានបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តអនុសាសន៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មានដោយផ្ដោតលើការពង្រឹងគុណភាពមាតិកាការទប់ស្កាត់ព័ត៌មានคล้ายៗនិងការផ្សព្វផ្សាយសមិទ្ធផលមូលដ្ឋានឲ្យកាន់តែសកម្មនិងមានប្រសិទ្ធភាពខ្ពស់ដើម្បីបម្រើផលប្រយោជន៍សាធារណជន